នាងខ្ញុំឈ្មោះជាវឌ្ឍនីនាងខ្ញុំមកពីសិប្បកម្មសេក្រផលិតសេក្រជាក្បាំងផលិតឡើងនៅឆ្នាំ1983ដោយលោកឪពុកម្ដាយរបស់នាងខ្ញុំហើយនៅក្នុងឆ្នាំ2021គឺយើងបានចុះបញ្ជីស្រុកច្បាប់ហើយយើងបានយកផលិតផលរបស់យើងទៅត្រួតពិនិត្យបច្ចេកទេសគុណភាពនៅវិទ្យាស្ថានវិនិយោគផងដែរហើយ vision របស់យើងគឺយើងចង់ថ្លែងទៅជារោងចក្រសេក្រដែលឈានមុខគេនៅកម្ពុជាហើយមានលទ្ធភាពអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិចា៎ហើយmission របស់យើងគឺយើងបន្តបណ្ដាលteamwork របស់យើងឲ្យមានជំនាញច្បាស់លាស់ហើយយើង support ទៅលើ local product ហើយមួយទៀតគឺយើង always advertise ទៅដល់ customer របស់យើងជានិច្ចផងដែរចា៎ហើយនៅក្នុង product នៅក្នុងផលិតកម្មរបស់យើងគឺយើងមាន3 category ធំៗគឺយើងមានសាច់ក្រកសាច់ញៀនហើយនិងសាច់ផាត់